យើងមើលផ្លាកសញ្ញាមួយនេះកន្លែងនេះគឺកន្លែងភាគច្រើនគឺមាននៅមុខសាលាណាបងប្អូនហើយកន្លែងហ្នឹងគឺមានអត្តន័យច្រើនអា P ហ្នឹងគឺមានន័យថា parking ដែលគេនិយាយសេកាត់ពីអង់គ្លេសហ្នឹងហើយ5នាទីអូ4 5នាទីសម្រាប់អីគេ Orini សឹងហាឆាហ្នឹងឡានហាហ្នឹងចោហើយសឹងហ្នឹងជីអញ្ចឹងកន្លែងចោឬក៏ជីឡានហ្នឹងហើយអរីនីសម្រាប់កូនក្មេងអញ្ចឹងនៅមុខសាលាកូនសិស្សអីគាត់មកជីឬក៏ម៉ាក់មកយកឬក៏ម៉ាក់ជូនមករៀនអីអញ្ចឹងកន្លែងហ្នឹងគឺគេឲ្យចតឡានបានតែ5នាទីទេហើយហោយ៉ងស៊ីកានហោយ៉ងមានថាអនុញ្ញាតអីគេស៊ីកានម៉ោងដែលអនុញ្ញាតហ្នឹងពីម៉ោងប៉ុន្មានពីម៉ោង8ដល់ម៉ោង6ណាបងប្អូនអញ្ចឹងបងប្អូនមើលទៅបើសក្តិកន្លែងហ្នឹងកន្លែងម៉ោងហ្នឹងធម្មតាយើងអាចចតបាន5នាទីដែរនៅមុខសាលាហ្នឹងអញ្ចឹងណានៅកន្លែងហ្នឹង